ហេតុអ្វីរាល់ពេលដែលយើងទៅជួបគ្រូពេទ្យតែងតែឲ្យយើងពិនិត្យទឹកនោមគឺជាកាកសំណល់ដែលបង្កើតឡើងដោយតម្រងនោមរបស់មនុស្សយើងគ្រប់រូបដើម្បីបញ្ចេញចោលនៅកាកសំណល់ដែលជាសារធាតុពុលឬទឹកដែលលើសជួនកាលអ្នកជំងឺមានអាការៈនោមឈឺនោមក្រហាយនោមញឹកនោមមកមានឈាមឬក៏នោមមិនមានអាការៈអ្វីទាំងអស់ការវិភាគទឹកនោមនៅមន្ទីរពិសោធន៍ជួយគ្រូពេទ្យដើម្បីបញ្ជាក់រោគវិនិច្ឆ័យជំងឺផ្សេងៗបានច្រើនមុខឧទាហរណ៍ដូចជាជំងឺទឹកនោមផ្អែមជំងឺរលាកទៅនោមជំងឺតម្រងនោមឬគ្រោះតម្រងនោមជាដើមការវិភាគទឹកនោមនៅក្នុងមន្ទីរពិសោធន៍មានភាពសាមញ្ញនិងងាយស្រួលជាធម្មតាអ្នកមន្ទីរពិសោធន៍ក្រោយទទួលបានទឹកនោមមកភ្លាមគាត់ញែកទឹកនោមជាពីរទីបមួយទីបសម្រាប់យកទៅបង្វិលដើម្បីវិភាគរោគពពួកកោសិកាពពួកគ្រោះនិងពពួកផ្សិតជាដើមនិងមួយទីបទៀតគាត់សម្រាប់ធ្វើ distinct ដើម្បីវិភាគរោគសារធាតុគីមីដូចជាជាតិស្ករនិងជាតិសាច់ជាដើមជាចុងក្រោយគ្រូពេទ្យនឹងធ្វើរោគវិនិច្ឆ័យថាតើមានជំងឺអ្វីមួយពិតប្រាកដដើម្បីព្យាបាលឲ្យបានត្រឹមត្រូវហើយមន្ទីរពិសោធន៍បែបត្រាស់តែងតែនៅចិត្តលោកអ្នកជានិច្ច